Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមានដំណើរកម្សាន្តមួយគឺយើងចេញទៅទំនប់ទឹកដូនត្រីហើយទំនប់ទឹកដូនត្រីហ្នឹងនៅក្នុងស្រុករខខេរីយើងនេះទេខ្ញុំអត់ដែលបានទៅនឹងពីមុនមកឯងដោយសារនេះជាលើកដំបូងរបស់ខ្ញុំឯងដែលខ្ញុំទៅហ្នឹងហើយខ្ញុំអត់ដឹងថានៅនោះវាស្អាតមិនអីមិនទេព្រោះអត់ទាន់ដឹងព្រោះអត់ដែលធ្លាប់ទៅសោះហើយណាមួយឥឡូវនេះគឺចូលរដូវកាលខែប្រាំងអីវាអត់មានភ្លៀងទេអញ្ចឹងដឹងថាទំនប់ទឹកហ្នឹងវាមានទឹកធំឬមួយក៏អត់ទេខ្ញុំអត់ទាន់ដឹងទេអ្នកទាំងអស់គ្នាចាំមើលពេលខ្ញុំទៅដល់សិនស្រួលព្រៃភ្នំហ្នឹងស្រួលក៏មិនសូវស្អាតអីហ្មងដែរព្រោះវាអត់មានពណ៌បៃតងអីចឹងព្រោះអត់មានភ្លៀងចាំមើលឥឡូវនេះខ្ញុំកំពុងរៀបចំដំណើរចេញទៅហ្នឹងហើយខ្ញុំទៅនេះទៅជាលើកទី1ឯងចង់ដឹងថាចាំមើលទៅដល់នោះស្អាតមិនចាំមើលទៅជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះខ្ញុំនៅក្រាស់សាំងកាតិចតែចាក់សាំងហើយមិញរៀបចំចេញដំណើរទៅខ្ញុំទៅយកគ្នាខ្ញុំម្នាក់ទៀតដែរគឺសៀវយិញគាត់ទៅមួយខ្ញុំដែរបានគ្នា2នាក់ឥឡូវយើងចេញដំណើរនេះជាទស្សនវិជ្ជាផ្លូវយើងទៅទំនប់ទឹកដូនត្រីចង់ភ្លេចឈ្មោះមិញចង់ភ្លេចឈ្មោះនេះជាផ្លូវទៅទំនប់ទឹកដូនត្រីយើងនៅសល់36គីឡូទៀតខាងយើងទៅដល់ហ្នឹងតែឥឡូវនេះកំពុងនៅលើផ្លូវកស៊ូឡើយហើយខ្ញុំអត់ដឹងថាទៅមុខទៀតផ្លូវវាពិបាកមិនអីព្រោះអត់ដែរទៅវាជាលើកទី1របស់ខ្ញុំសភាពនៅនេះគឺរៀងវាលឬស្អាតមែនតើនេះបើសិនជាមកចំខែវស្សាអាចគេនឹងធ្វើស្រូវធ្វើអីមកទៅរៀងបៃតងខ្ចីយ៉ាងនេះហ្មងឥឡូវនេះចូលរដូវប្រាំងរៀងលឿងអីក៏លឿងដែរដល់នេះឥឡូវមានអីស្អាតខ្ញុំចូលចិត្តផ្លូវបែបចាស់ខ្ញុំចូលចិត្តមែនតើចូលចិត្តជិះស្អាតហើយជិះអត់ចេះធុញទេផ្លូវចេះហ៎សម្រាប់អ្នកចូលចិត្តជិះម៉ូតូគឺពេញចិត្តហ្មងជិះហួសផ្លូវផ្លេចមើលម៉ែបមើលទស្សនភាពនៅនេះមកខែប្រាំងគឺចប់ហ្មងអ្នកទាំងអស់គ្នាមកខ្ញុំរីកមិនថ្ងៃមករដូវវស្សាមកស្អាតមើលមកខែប្រាំងលឹកឈើមិនសូវមានទេតែសភាពឯភ្នំឯលឿងស្អីក៏លឿងដែរនេះខែប្រាំងនេះតែសភាពព្រៃភ្នំមានស្អាតទេខែប្រាំងបានថាទៅលេងសមុទ្រទេបើសិនជាមកប្រភេទតំបន់ព្រៃភ្នំឯចប់បដ ாய் លឿង
វាមើលទៅវាអត់ស្អាតសម្រាប់ខ្ញុំចូលចិត្តបៃតងខ្ចីចឹងអ្នកនេះបើចង់មកលេងទំនប់ដូនត្រីនេះចង់មកខែភាសាមកកុំឲ្យខកដើម្បីឲ្យវាបានទាំងទេសភាពស្អាតផងនៅតាមដងផ្លូវអីអូខេអ្នកទាំងអស់គ្នាហ្នឹងហើយបន្តពីធ្វើដំណើររៀងយូរគួរសមដែរនិយាយទៅផ្លូវកស៊ូទាំងអស់ហ្នឹងហើយតែផ្លូវប្រមាណនេះចំនួន77គីឡូឥឡូវខ្ញុំបានមកដល់ទំនប់បាសាក់តែទំនប់នេះមើលទៅដូចអត់ធំទេដូចទូចឬមកក៏ទឹកវាអត់តន់ឡើងខ្ញុំមិនគឺខ្ញុំអត់ដឹងដែរព្រោះមើលក្នុងរូបភាពតាម Google Map វាមើលទៅធំណាតែមកនេះដូចអត់ធំសោះដូចទូចដែរមិនធំអីហងនេះហើយយើងមកដល់ទំនប់បាសាក់វាអត់ស្អាតទេឥឡូវយើងទៅយើងទៅដូនត្រីម្ដងដូនត្រីដូចជាទៅមុខតិចទៀតយើងចេញដំណើរទៅដូនត្រីទៀតនៅបាសាក់អត់ស្អាតទេដោយសារវាអត់សូវមានទឹកផងហើយមើលក្នុងរូបដូចធំដែរពេលមកដល់រៀងមិនធំដូចរូបសោះដូចទូចដែរមកដល់តែឥឡូវយើងកំពុងចេញដំណើរទៅទំនប់ទឹកដូនត្រីម្ដងដូនត្រីពីបាសាក់ហ្នឹងទៅចំណាយ6គីឡូអញ្ចឹងមកអ្នកខ្វះជីដល់ដូនត្រីផ្លូវអាលាក់បែបនេះផ្លូវរៀងពិបាកបែបនេះមិនជីស្រួលទេប្រហែលនេះអាលាក់ដែរអ្នកខ្ញុំមើលវីដេអូអាចថាមើលទៅរៀងស្រួលដីស្មើតែបាត់ជាអាលាក់ដែរហ្នឹងអញ្ចឹងបើគេบอกអាចមកហ្នឹងដីពិបាកបែបហ្នឹងគឺ12គីឡូមកដល់ដូនត្រីបើដល់បាសាក់ប្រហែលតែ6គីឡូឯតែបើសិនជាមកដល់បាសាក់ហើយយើងមិនទៅដល់ដូនត្រីបណ្ដោយទៅវាមិនល្អជាងកុំឲ្យខាតជើងអញ្ចឹងដីប្រហែលគឺ12គីឡូដល់ដូនត្រីស្អាតដល់អ្នកនេះមើលទៅស្ពាវភ្នំបាច់យ៉ាកប់សេរីផុតចំវិញហ្មងអូយបើសិនជាមកខែភាសានឹងស្អាតមិនទេនេះនេះទេសភាពព័ទ្ធដោយភ្នំហ្មងជុំវិញហ្មងអ្នកទាំងអស់គ្នាគឺព័ទ្ធដោយភ្នំហ្មងសិតតែភ្នំពីតាណាក៏ភ្នំដែរតែបើនិយាយមកទៅបើខ្ញុំមើលក្នុង Google Map អាកន្លែងដូនត្រីហ្នឹងវាអត់នៅឆ្ងាយពីវងមូប្រម៉ោយទេវងមូប្រម៉ោយទៅវាវែងទៅកោះកងហ្នឹងតាមមូសោមហ្នឹងកន្លែងសម្បូរដំរីហ្នឹងអត់នៅឆ្ងាយគ្នាប៉ុន្មានទេគៀកគ្នាដែរទេខ្ញុំឆែកមើលក្នុង map កន្លែងទំនប់ដូនត្រីហើយនឹងកំពង់មូប្រម៉ោយគៀកគ្នាតែខ្ញុំមានអារម្មណ៍ថាខ្ញុំមកខាងនេះដូចសម្បូរភ្នំជាងខាងនោះអាកាសជាតិដូចអត់សូវឃើញភ្នំទេខាងនេះងាកជុំវិញគឺភ្នំព័ទ្ធជុំវិញហ្មងហើយឥឡូវខ្ញុំមកហ្នឹងខ្ញុំចេញមកពីផ្ទះមកពីបាត់ដំបងមកគឺម៉ោង3ឥឡូវនេះគឺម៉ោង 4:24 នាទីហើយខ្ញុំមិនទាន់ដល់ដូនត្រីហងខ្ញុំស្រួលទៅវិញអាចជាល្ងិតបន្តិចទេតែផ្លូវនេះបើយើងចេញឲ្យមុនមេឃល្ងិតបន្តិចល្អព្រោះតែដល់មេឃល្ងិតហើយបានចេញទៅអាចថារាវស្ងាត់ហើយមិនស្រួលមកផ្លូវជិះម្នាក់ឯងទេព្រោះជិះតាមផ្លូវអត់សូវមានមនុស្សជិះផងនេះបាត់ទំនប់ចំរបស់គេមែនអ្នកទាំងអស់គ្នាមើល
mơ khương kháng mốc có cứ khua mình tệt khương kháng mốc cứ khua khlang không chọc bạn đi plug tên ná ọt đằng Google Map nhóm chơi để bay Google Map miền đo là bay plug với nhóm tên ná này còn này cảนี้vì mình là cái port màu vàng ở lấy nhóm xa lăng tới lơ sắc nhóm chọn đắng phải chỉ plug lăng tới non tận nộp đắng nhóm xa sẵn của vì mình bay plug chứ ấy xa đi tạm đi sẵnนี่อันนี้เพลย์ลางมานองติดลบไม่ได้หรอแต่มาจำไปตักสระแต่ไปจังเวียมินตักbài mà đo là tình nộp tắc đô tây ấy là để cứ thông mình tên mà tự nhiên hay mang khởi cho mình hay nơi trai khăn nó cái tha bên có thì bây giờ chọn chỉ smart chị ấy tên lấy cứ dân tới bàn nông mà smart cả bị mơn đây này hay bây giờ chọn tới khi chờ đấy ta mình đẹp làm con này tay mà tất khăn nó hiện nhưng mà bên tới hiện khmai mà chứ mơ tới hiện khmai tay cho mơ tới nhung cho tới cái đầu tới mơ tới tập hiệp hàng cái đầu biệt khăn nó hơi này mẹ ra mà đây đáy em dơn mà đo thì này mẹ ra cả đầu tới tới hiệp sạch cái này bây giờ mà cho bé tất là nước sạch mà nhưng mà đây prang này khó luôn đó lấy chẳng tiếc sập Việt Nam plus tiếc mà đó tuần nó bắt sạchแต่ไม่พอวิ่งมาเอาจีเล็กที่หัวจะได้เนี่ยน้องคนนี้มาจุ่มปูนี่ก่อนจะทานในขังตรายหางบอกขังน็อกเลยนั่นมินก็ฮะอะไรหนึ่งเพิ่มหน่อยจีสมัยแต่ก่อนนั่งจงเลยครับแต่tập phim này đang việc mình đây vậy tại lại ní mau mấy nãy cái đã lấy tập pin nhẹ nhõm này ở mềm nữa này ở mềm mình lên đầu này mẹ pin nhẹ nhõm nhưng tại cho thay nhưng đừng tới đằng nhưng chọn đằng thà về sạch phải đa tạm lời tạm ấy chẳng mong tới chúng mình nhận có cái này chúng ta tới với còn tầm lời dân biết Apple nhưng biết Apple nhưng mà chơi hay tật này dễ dàng chơi nàoแต่ก่อนจองดังท่านะดังเวียซ่านไม่ใช่ยังผัวยังเมานี่เราเลิกตีมวยแต่ไปจังยังจองดังท่าเวียไม่ได้ไปยังแต่ดอนนะเนี่ยlại giờ phụ chơi nào tới đôi nhom vậy chẳng này cái lại nè mẹ mìnhให้แม่nhom pin nè đậpมาได้เลยนั่นได้ก่อนเจท่าใส่ตัดมันจะโผล่มาเลยแต่นี่เป็นสมาจำใครฝรั่งใครภาษาคือสารเหมือนเดิมlấy dân chơi nào tao ấy nhưng mau đây ai mới cặp rổ chi tu đây này nó nè đây đó về con này nó con chạy thấy về cô ở cho tới đại nam ơi nhưng mau đây mau chỉ lớn đi môi phỏng và về cho nhom trong con ha là con đi viêm bệnh hay bệnh để ra bệnh rồi những cái mang khơi nhá đặt từ là ra nó tại đôi nhom vậy cho nhom ri cầm bánh nói nè mà lên nơi đâu bên xa cùng mà lên đây răng thì ở thời gian á về ở thời gian thay và xa từ xa lan còn lên đây thay với trên này nó đi ở chùm này dặn bé ca từ mau đến hai chùm này không dặn đây là lạc màu tôi nhom tới hiện lươn màu lên đây nhưng mà đây vô vị thời xa ở mấy hiệu là nghe đây không chân ra mày hay vì đi tới bắt bọn mấy gì tức rồi ồ
hôm nay cho nhom trong tay ở hiện con bên là ngân tỉnh nhưng mà đây gặp anh bong ngon thư người ta xả cư ra nó là đây nơi đấy đi băng môiอย่างthư thông mềm tèn giờ ba mà đo là cái này nhờ cho ba ti trang cầm đón năng ấy mũi tật giờ mấy cái rổ không mà sao giờ tê mai mau đừng muốn ai đừng lên tật đây à lợi giờ và đo cặp bách ní mẹ là biết ta có cho món này tê cái này nếu mà mình chỉ tô mau té cứ mà đo liền ôi về em play show đây đôi mẹ nó đi mang khơi chẳng thằng lơ cứ nôm sốt đây mà nó này miền nè mau các bạn xây mua xây ấy nè một số thế nè nhung đi sao mò này cái mua đi lắc không đấy rồi ơi đi xây cái miếng này nè mơ lợi dân thêm một chi tiết sắc tất là những hiện kha để mơ tới à mà anh ngồi bàn tại sạp này chơi hái sạp này chơi hái của mình ai phong mình ai chân tay thì tên là này cứ thùng để bập riệp mùi cà pinh phối về thông anh đi tôi chỉ có pin phôi tí mình tích ấy năng ai là bạn mà tích tôi ấy năng ấy ô mà năng nhom nghiệm bánh khơi cặp rọc là đâu mình tập trung nè chẳng ai bị năng từ đầu nó nè mấy anh bật khơi mà nó mình chẳng ai mà thế làm màu đá phần năng ai mình nói chọc chuột nôm hàng này cha mình play món này ba này tỏ dân phải chỉ mà chị ấy mà này đi nhận xem mơ ở lộn vô mà lộn đôi nơi cho nên này chăng là cư dân ta lọp theo vậy nhé xa mấy chuyện là nghe giống như phải nhập thì theo vậy nhé xa vì năng tên tế hiện ngay để chân mà rồi cái lô đồ phê chân tới dân anh nơi này đó mơ mà dùng để tập tịch bạn này đây là càng khó dân đấy bạn này cứ cho thật chứ ê mình tên mà sao đây phải tắt là choang mơ đó là la là mơ trong hơi mai rồi ngon rồi đấy nhóm ri comment đẹp tặng ngon gì mẹ tên ban mau dân cua nam ở chi chờ tu chi smai đại đi ở ban co tới online thì pram real cứ phần năng cứ online thì con ngon dân từ lên nhà tiền to nó ai ngon dân chi mà trông vay những tiền ô này đấy tụi bố một phân lắm nè anh ăn phân tốt mày à lại đi ở trong khơi đau phân lại hàng hỏi vô đi trong khơi ai ra mình tiền bây giờ có ngon giờ màu vậy củ đấy tôm hoàn thục nè con em qua canh mớ canh thò mớ này này nhưng mà đã khai nhám ban ở đây cho mời nhầm tê sang tôi chiên về mấy đây tôi chiên về mấy đây canh thò đằng ấy tập lên đi xanh
វាតូមហ្នឹងកាន់តែកាច់មកបាក់ខោហ្មងនេះចាំមើលចូលរសជាតិដូចអំពើគេយកធ្វើមកហូបបង បើជួយគេយកទៅស្លទេ បាទតើអ្នកអរគ្នាបើសិនជាអ្នកគ្នាបានមកលេងតំណប់ដូនត្រីរីខ្ញុំរីខមមិន 100% មកឲ្យមកជិះស្មាច់លេងបោះនាំយើងទៅលេងកោះនាំអីហើយអ្នកមិនបើសិនជាអ្នកមានពេលវេលានៅដល់ល្ងាចបន្តិចណាគឺនៅខាងក្រោយខ្នងខ្ញុំនេះគឺមានកុកយើងអាចមកទស្សនាកុកមកនៅច្រើនមែនតើតែដោយសារខ្ញុំមកនេះខ្ញុំឃើញមិនឃើញវាមានខុសប្រវងដែរតែមិនដឹងថាទៅដល់ហ្នឹងវាមិនបាច់ទេហើយវាអត់គួរជឿនៅខាងនៅតាមតំបន់ព្រៃភ្នំចាស់នៅខាងនោះមានសន្លឹមទូចមួយដំបូងពណ៌ខៀវមានសាលារៀនហើយនេះក៏កុកវាមកបដៗហើយដូចអ្នកនាងដឹងថាខ្ញុំមើលនឹងភ្នែកឃើញច្បាស់តែនៅក្នុងកាមេរ៉ាចាប់បានអត់ទេនៅខាងក្រោយខ្នងខ្ញុំនេះគឺទទួលបាន experience ថ្មីល្អៗមកហើយណាមួយជីតូគឺតម្លៃតែ 20000 អ្នកអត់ថ្លៃទេយើងអាចជីបាន 4-5 នាក់អីដែរកំពុងប៉ុណ្ណេះហ៎តែខ្ញុំមកនេះដូចអ្នកអញ្ចឹងខ្ញុំមកលេងនេះក៏មានមនុស្សមកទេមានតែខ្ញុំ2នាក់គាត់គ្រាច្រើនដំបូងគេមកតែអាទិត្យហើយខ្ញុំមកនេះគឺថ្ងៃពុធនោះកុកអ្នកគ្នាបានឃើញគឺកុកវាហៅទៅទុំលើដើមឈើកន្លែងវាដេកណាមុននឹងយើងបានទៅលេងត្រើយខាងនោះយើងបានបែប7ហើយឥឡូវនេះគាត់នាំយើងទៅទស្សនាកុកទៀតនោះលើដើមឈើគឺច្រើនមែនតើនោះដោយសារយើងជីអាស្មាច់នេះទៅវាផ្អើលអញ្ចឹងវាហើចេញឲ្យលេងនោះហើម្ដងមកបងទៅតែកុកហើយមួយទៀតនៅតាមខ្នងខ្ញុំនេះដូចខ្ញុំនិយាយចឹងទីតាំងខ្ញុំមើលក្នុង Google Maps គឺនៅចិត្តបងមូកម៉ោយគឺនៅចិត្តបងមូកម៉ោយមែនតើអាចថាជិះលបាក់ចិត្ត1ម៉ោងអីគឺដល់1ម៉ោងហើយកន្លះម៉ោងអីក៏តែសំទីអីហ្នឹងឯងលបាក់ហ្នឹងឯងដល់យើងធ្វើដំណើរតាមផ្លូវខាងនេះត្រង់ខាងនេះហើយបងមូកម៉ោយនេះគឺនៅខាងនោះហើយនោះគឺកុកយ៉ាបើខ្ញុំបេះបានហើយបងប្អូនរោគជាតិហើយបើធ្វើប្រហូបចឹងអាតែវាតុំអានេះវាតុំនេះនេះបាន experience ថ្មីមែនទេសម្រាប់ខ្ញុំមិនសិនខ្ញុំអត់ដែរបានមកនេះសម្រាប់បានមកគឺខ្ញុំបានជិះស្មាច់ជិះលេងទៀតខ្ញុំចង់ប្រាប់ព័ត៌មានរឿងស្មាច់នៅនេះតិចនៅនេះគេជិះក្នុងមួយស្មាច់តម្លៃតែ 20000 រៀលហើយគេមាននាំយើងទៅលេងរបៀបដូចកោះតែមិនមែនកោះចំទេតែវាទៅរៀងកោះដែរព្រោះកន្លែងហ្នឹងអត់អាចជិះម៉ូតូមួយធ្វើដំណើរអីដល់ហ្នឹងឯងលោកត្រូវតែយើងប្រើស្មាច់ហើយក្នុងតម្លៃវិញ 20000 រៀលបើសិនជាយើងទៅគ្នា4នាក់អស់តែម្នាក់ 5000 ទេតែបើយើងទៅដល់6នាក់អាហ្នឹងគេវាយ direct ម្នាក់ 5000 ទេអញ្ចឹង6នាក់វាអស់ម្នាក់ 5000 អស់ថ្លៃស្មាច់ហ្នឹង 30000 អ្នកគ្នាចំណាយតាមម្នាក់ 5000 បើសិនជាអ្នកគ្នាជិះចាប់ពី4នាក់ឡើងទៅតែសារខ្ញុំមកតែ2នាក់ទៅពេលអញ្ចឹងទៅខ្ញុំមកចូលជើងមកកុំឲ្យខាតខ្ញុំក៏ឡើងសម្រេចចិត្តថាជិះទៅ
គេមាននៅហ្នឹងគេមានតែលេងរបៀបដូចកោះមានគេនាំយើងជិះមើលជុំវិញបឹងហើយវាអត់គួរឲ្យជឿនៅតាមបញ្ជួរភ្នំសត្វភ្នំចុងសោះមានសាលារៀនមួយដែរនៅហ្នឹងខ្ញុំមើលឃើញដបខៀវៗតិចអាពេលហ្នឹងហើយគេមាននាំយើងទៅមើលកុកអូយហត់តិចដល់គ្នាគេនាំយើងទៅមើលកុកហ្នឹងលុះត្រាតាអ្នកទាំងអស់គ្នានៅរៀងល្ងាចដែរតែកុកវាចូលដេកនៅកន្លែងព្រៃរបស់វាហ្នឹងរៀងល្ងាចដោយសារខ្ញុំមកហ្នឹងឃើញវាហោះចូលបណ្ដើហើយឃើញរៀងច្រើនដែរ10 20ក្បាលជាងដែរតែដល់ពេលយើងជិះគៀកទៅវាហើរចេញអត់លេងតែបើសិនយើងសង្ងំនៅរៀងល្ងាចតិចបើយើងមានពេលវេលាច្រើនយើងគួរតែនៅហើយទស្សនាកុកនៅហ្នឹងទៅព្រោះនៅក្រុងអត់ដែលមានទស្សនភាពចឹងទេហើយធំតម្លៃ 20000 រៀលជិះបានដល់គ្នា4នាក់អត់ថ្លៃទេប៉ុណ្ណឹងគឺតម្លៃគឺធូរមែនតើហ្មងគឺធូរខ្លាំងប៉ុណ្ណឹងហើយតំបន់នៅនេះអត់ទាន់សូវមានភ្ញៀវទេសចរមកលេងច្រើនទេដូចខ្ញុំនិយាយចឹងខ្ញុំពេលខ្ញុំមកថ្ងៃមិញហ្នឹងវាមិនថ្ងៃយើងល្ងាចដែរគឺអត់មានមនុស្សទេមានតែក្រុមការងាររបស់គាត់នៅហ្នឹងហើយខ្ញុំតែ2នាក់ហ្នឹងឯងគឺមានតែ2នាក់ហើយវាជាលើកទី1របស់ខ្ញុំឯងដែលខ្ញុំមកនេះទំនប់នៅនេះគឺធំតែខ្ញុំរីខមមិនអ្នកទាំងអស់គ្នាមកនៅរដូវវស្សាទៅវាបានទេសភាពស្អាតជុំវិញឯគឺបៃតងខៀវខ្ចីហ្មងតែខ្ញុំមកនេះខ្ញុំមកចំខែប្រាំងគឺថាមកចង់ស្គាល់ព្រោះធ្លាប់មកហើយខ្ញុំនឹងមានកម្រងមកម្ដងទៀតខ្ញុំនឹងមានកម្រងមកម្ដងទៀតនៅរដូវវស្សាហើយមួយទៀតខ្ញុំមកដល់ក្រោយខ្ញុំនឹងសាកប្រឡូកផ្លូវនេះម្ដងនេះបងប្អូនផ្លូវត្រៃខាងនោះពណ៌មកជុំភ្នំឆ្លៀងដល់ខាងនោះគឺទៅវងមូកម្មកវិញគឺខ្ញុំចង់សាកផ្លូវហ្នឹងមែនតើតែក្នុងផ្លូវហ្នឹងផ្លូវរៀងដែលជីបានរៀងស្រួលវាបានឆ្ងាយដែរតែផ្លូវដែលពិបាកលក្ខណៈគ្រោះដុំផ្លូវលក្ខណៈគេអាចនិយាយមកថាអស់រ៉ូតណាពិបាកជា 5-6 គីឡូចាំបើថ្ងៃណាមានពេលវេលាខ្ញុំមកដល់ខ្ញុំអាចមកលើជើងនឹងតិចហើយខ្ញុំសាកផ្លូវនឹងទៅដល់វងមូកម្មកវិញឥឡូវនៅđâyហ្នឹងបងអ្នកភូមិនៅនេះគាត់ធ្លាប់ជិះគាត់ថាជិះទូទៅចំណាយពេលពីនេះទៅជិះតែកន្លះម៉ោងនេះតែបើអ្នកអត់ដែលធ្លាប់ជិះអាចដល់1ម៉ោងហើយអញ្ចឹងតែស្ដាយនេះខ្ញុំមករៀងល្ងាចហើយឥឡូវម៉ោង 7:06 ទៅពេកអញ្ចឹងនេះចាំវគ្គក្រោយហ្នឹងឯងទូអ្នកគាត់នេះឃើញនេះពេលអញ្ចឹងគឺលំពាត់ជុំវិញហ្មងដល់ពេលវេលាដែរពួកខ្ញុំត្រូវទៅវិញចឹងមានតែហ្នឹងឯងប៉ុណ្្នឹងឯងវីដេអូនេះ